សួស្តីអ្នកទាំងអស់គ្នាតោះយើងបន្តសាច់រឿងស៊ីឈីងរបស់យើងជាបន្តទៀតនៅលើនាវាចម្បាំងដែលនៅខាងមុខគេកែវភ្នែកដ៏ធំរបស់ព្រះនាងទី3ផ្សារឈឺចាប់យ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយទោះបីជាទឹកភ្នែករមៀលធ្លាក់ចុះមកក៏ដោយក៏នាងនៅតែមិនព្រមងាកចេញពីហេតុការណ៍ដែលកំពុងកើតឡើងនោះដែរនាងហាក់ដូចជាកំពុងតែស្រឡាំងកាំងហាក់ដូចជានាងកំពុងតែសម្លឹងមើលរឿងដែលស្រស់ស្អាតបំផុតនៅលើលោកអញ្ចឹងនៅក្បែរនាងបិសាចសមុទ្រអាវផាយពណ៌សកំពុងសម្លឹងមើលស៊ីឈីងដោយមានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំងផុសឡើងក្នុងចិត្តអាល្អិតនេះកាន់តែខ្លាំងជាងមុនទៀតក្អែកមាសកុំប្រាប់ណាថាវាទទួលបានក្បាច់គុណកម្រិតអធិរាជដែលល្បីពេញសមុទ្រហាមឃាត់ដោយមានគំនិតទាំងនេះក្នុងចិត្តគេក៏ខិតទៅចិត្តព្រះនាងទី3បន្ថយសម្លេងហើយនិយាយថាព្រះនាងអាមួយនេះហាត់ក្បាច់គុណដ៏កាចសាហាវណាស់ភាសាដ៏ទាបទន់ម្នាក់នេះធ្លាប់អានពីវានៅក្នុងកំណត់ត្រាបុរាណមួយវាមានឈ្មោះថាមុនអាគមហៅឈ្មោះផ្ដាច់សង្ខាយិនកំពូលវាពិតជាខ្លាំងពូកែណាស់ឲ្យតែវាដឹងឈ្មោះសត្រូវរបស់វាអាចប្រើក្បាច់គុណនោះផ្ដាច់ជីវិតពួកគេបានភ្លាមតែម្ដងដូច្នេះព្រះនាងដាច់ខាតមិនត្រូវនិយាយឈ្មោះខ្ញុំចេញមកទេគ្រាន់តែហៅខ្ញុំថាសិស្សច្បងទៅបានហើយឬទេក្នុងពេលជាមួយគ្នានោះសំឡេងស្រែកក៏បានបន្លឺឡើងពីនាវាដែលស៊ីឈីងកំពុងឈរខណៈដែលក្អែកមាសហោះវល់ជុំវិញគាត់វាបានបកកន្ទុយរបស់វាហើយសមុទ្រភ្លើងពណ៌ខ្មៅក៏រមៀលចេញមកប្រែទៅជាច្រវាក់ភ្លើងដែលវាឆ្មក់ទៅរកអ្នកវឹកហាត់បិសាចសមុទ្រនៅជុំវិញប្រៀបដូចជាពស់ភ្លើងអញ្ចឹងដោយរំពាត់ពួកគេភ្លើងបានលើកពួកគេឡើងទៅលើអាកាសដោយសារតែគម្លាតនៃកម្រិតវឹកហាត់អ្នកវឹកហាត់បិសាចសមុទ្រគ្មានកម្លាំងតទល់ឡើយមើលពីចម្ងាយវាហាក់ដូចជាក្អែកមាសកំពុងតែបកកន្ទុយរបស់វាអញ្ចឹងក្នុងពេលជាមួយគ្នានោះពួកបិសាចសមុទ្របានស្រែករត់យ៉ាងរន្ធត់ហើយរាងកាយរបស់ពួកគេក៏ស្ងួតស្វិតយ៉ាងលឿនខណៈដែលធម្មពលនិងឈាមត្រូវបានបឺតចេញពីភ្នែកត្រចៀកច្រមុះនិងមាត់របស់ពួកគេទឹកមុខរបស់ស៊ីឈីងនៅតែដដែលខណៈដែលគាត់ឈានជើងមួយជំហានទៅមុខបញ្ជូនធម្មពលរាងកាយដ៏គួរឲ្យខ្លាចរួមជាមួយនឹងអំណាចនៃចង្គៀងជីវិតរបស់គាត់ទៅបោកផ្ទប់នឹងនាវាចម្បាំងនោះភ្លាមនោះនាវាក៏បានផ្ទុះឡើងស៊ីឈីងនៅតែអណ្ដែតលើអាកាសអាវផាយតាវពណ៌ស្វាយរបស់គាត់រវើកតាមខ្យល់ហើយសក់ខ្មៅវែងរបស់គាត់បោកជុំវិញគាត់ខណៈដែលក្អែកមាសហោះវល់នៅពីក្រោយគាត់ចំកណ្ដាលអណ្ដាតភ្លើងពណ៌ខ្មៅសាកសពស្ងួតស្វិតដែលជាប់នឹងច្រវាក់ភ្លើងនៅលើកន្ទុយរបស់វាធ្វើឲ្យរូបភាពនេះកាន់តែគួរឲ្យរន្ធត់ដោយសារតែទម្រង់មុខដ៏ស្រស់ស្អាតរបស់ស៊ីឈីងអ្នកណាដែលសម្លឹងមើលគាត់នៅពេលនោះប្រកាសជាគិតថាពួកគេកំពុងតែសម្លឹងមើលបិសាចឬអរិយមិនខានកែវភ្នែករបស់ព្រះនាងទី3ភ្លឺចែងចាំងជាងមុនទៅទៀតនាងមិនដែលធ្លាប់ឃើញអ្នកណាបែបនេះពីមុនមកទេជាការពិតណាស់ស៊ីឈីងមិនបានចាប់អារម្មណ៍នឹងព្រះនាងទី3នោះទេដោយសារតែនាងទើបតែនៅដំណាក់កាលកំពូលនៃកម្រិតប្រមូលផ្ដុំប៉ុណ្ណោះផ្ទុយទៅវិញកែវភ្នែករបស់គាត់បានសម្លឹងចំទៅបិសាចសមុទ្រអាវផាយពណ៌សដែលឈរនៅក្បែរនាងបិសាចសមុទ្រអាវផាយពណ៌សពេលនេះកំពុងតែតទល់នឹងនាគពណ៌ខៀវបៃតងស្របពេលជាមួយគ្នាក៏កំពុងតែតាមដានមើលស៊ីឈីងផងដែរស៊ីឈីងសម្លឹងមើលគេយ៉ាងស្ងៀមស្ងាត់គេក៏សម្លឹងមើលមកស៊ីឈីងវិញហាក់ដូចជារៀងអៀនខ្មាស់បន្តិចនៅក្នុងគ្រាដ៏តានតឹងនោះស្រាប់តែមានសំឡេងសើចកក់ក្អឹកបន្លឺឡើងបំបែកភាពស្ងប់ស្ងាត់គ្រប់គ្នាងាកទៅរកទិសដៅនៃសំឡេងសើចនោះវាបន្លឺចេញពីនាវាចម្បាំងទី2ហើយពេលដែលស៊ីឈីងងាកទៅមើលគាត់បានឃើញរន្ទះបាញ់ចេញពីនាវានោះឡើងទៅលើអាកាសវាគឺជាកូនកាំបិតខ្មៅវាត្រូវបានគ្របដណ្ដប់ដោយចរន្តអគ្គិសនីឆ្វាច់ដែលជួនកាលក៏បាញ់ចេញមកខាងក្រៅយ៉ាងគួរឲ្យភ្ញាក់ផ្អើលនិមិត្តសញ្ញារន្ទះនៅលើកូនកាំបិតបានភ្លឺចែងចាំងនីមួយបញ្ចេញរំញ័រនៃតាវដែលធ្វើឲ្យវាមើលទៅស្រស់ស្អាតឥតខ្ចោះប្រៀបដូចជាកំណប់វេទមន្តដ៏មានតម្លៃអញ្ចឹងតាមពិតអ្នកណាដែលសម្លឹងមើលវាប្រកាសជាគិតថាវាជារបស់ដែលពួកគេមិនចង់របូតពីដៃឡើយនៅពេលដែលពួកគេទទួលបានមានកណ្ដឹងមួយភ្ជាប់ទៅនឹងកូនកាំបិតខ្មៅនោះដែលច្បាស់ណាស់ថាត្រូវបានប្រសិទ្ធពរដោយរន្ទះមានប្រលឹងជាច្រើនជាប់នឹងកណ្ដឹងនោះដែលសុទ្ធសឹងតែជាប្រលឹងបិសាចសមុទ្រហើយពួកគេបានស្រែកត្រហោយំយ៉ាងឈឺចាប់ខណៈដែលពួកគេខំប្រឹងរើបបំរាស់ដើម្បីឲ្យរួចខ្លួនតែគ្មានប្រយោជន៍សោះឡើយយូលីងជឺច្បាស់ជាកំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់ដោយដឹងថាស៊ីឈីងត្រូវការប្រលឹងគេបានទាញយកប្រយោជន៍ពីរាងកាយវិញ្ញាណរន្ទះរបស់គេដើម្បីសម្លាប់សត្រូវឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដកយកប្រលឹងរបស់ពួកគេដោយប្រើកណ្ដឹងវិញ្ញាណរស់ហើយបន្ទាប់មកបិទត្រាពួកគេដោយរន្ទះការយកចិត្តទុកដាក់របស់គេបានបង្ហាញយ៉ាងច្បាស់ព្រមទាំងធម៌ពលដ៏មហិមាដែលគេអាចបញ្ចេញបានផងដែរចំណែកឯសំឡេងសើចកក់ក្អឹកនោះជាក់ស្ដែងមិនមែនចេញពីយូលីងជឺទេផ្ទុយទៅវិញវាចេញពីរូបរាងមួយដែលដើរចេញពីបន្ទប់នាវាភ្លាមបន្ទាប់ពីយូលីងជឺហោះចេញមកក្រៅវាគឺជាបិសាចសមុទ្រដែលមានអណ្ដាតភ្លើងជីវិតកំពុងឆេះវាមានរូបរាងដូចជាអ្នកវឹកហាត់ជាមនុស្សវ័យកណ្ដាលស្គមស្គាំងហើយមានស្នាមរលួយយ៉ាងច្បាស់នៅលើខ្លួនវាស្លៀកអាវផាយតាវចាស់រហែកហើយមានទឹកមុខក្រអឺតក្រទមយ៉ាងខ្លាំងខណៈដែលវាដើរចេញមកទាំងសោចចក្អឹកអ្នកណាដែលសម្លឹងមើលវានឹងមានអារម្មណ៍ថាពួកគេកំពុងតែសម្លឹងមើលបិសាចចង្រិតអញ្ចឹង
នោះក៏ដោយសារតែវាដើរដោយកាយវិការយ៉ាងចម្លែកហាក់ដូចជាវាទើបតែរៀនដើរវាជាការដើរត្រៀតត្រួតនិងចំពប់ជើងអ្វីដែលកាន់តែចម្លែកនោះគឺទោះបីជាទឹកមុខរបស់វាក្រអឺតក្រអត់មកក៏ដោយប៉ុន្តែកែវភ្នែករបស់វាបែរជាពោពេញដោយភាពភ័យខ្លាចយ៉ាងខ្លាំងទៅវិញរឿងទាំងអស់នេះរួមបញ្ចូលគ្នាបង្កើតបានជារូបភាពដ៏ចម្លែកមួយដើរត្រៀតត្រួតចេញមកលើដំបូលនាវាស្រាប់តែវាឈរត្រង់ខ្លួនក្រឡេកមើលទៅបិសាចសមុទ្រអាវផាយពណ៌សនិងព្រះនាងទី3ព្រមទាំងបិសាចសមុទ្រផ្សេងទៀតនៅលើនាវាដែលនៅខាងមុខគេដោយកែវភ្នែកមើលងាយបន្ទាប់មកវាក៏ងាកមកស៊ីឈីងដោយទឹកមុខមើងម៉ាត់វាបានលុតជង្គង់មកខាងចុះហើយសម្ដែងការគោរពយ៉ាងផ្លូវការបន្ទាប់មកវាបានយកដៃទាំងពីររបស់វាហើយមូលកាច់ក៏ខ្លួនឯងយ៉ាងសាហាវបង្កជាសម្លេងផាកយ៉ាងខ្លាំងបិសាចសមុទ្រផ្សេងទៀតសម្លឹងមើលវាដោយក្តីស្រឡាំងកាំងយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយរឿងមិនទាន់ចប់ត្រឹមនេះទេដោយកម្លាំងដ៏សាហាវបិសាចសមុទ្រនោះបានទាញក្បាលរបស់វាចេញពីស្មាហើយបោះទៅលើដំបូលនាវាទាំងនៅតែសោចជាប់ក្អឹកដដែលបន្ទាប់មកវាបានលូកដៃចូលទៅក្នុងពោះរបស់វាសម្ដៅទៅរកអណ្ដាតភ្លើងជីវិតរបស់វារួចក៏ពន្លត់វាចោលសំឡេងផ្ទុះជាច្រើនទៀតបានបន្លឺឡើងខណៈដែលវាបន្ទាប់មកបានបំផ្ទុះរុនជីបចរទាំងអស់របស់វាដែលបណ្ដាលឲ្យរាងកាយដែលនៅសេសសល់របស់វាដួលរលំទៅលើដំបូលនាវាវាគឺជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយដែលធ្វើឲ្យបិសាចសមុទ្រផ្សេងទៀតដកដង្ហើមធំដោយក្តីភ័យខ្លាចចំណែកឯស៊ីឈីងវិញជ្រួញចិញ្ចើមបន្តិចគាត់អាចដឹងថាស្រមោលរបស់គាត់បានលេបត្របាក់ស្រមោលរបស់អ្នកវឹកហាត់បិសាចសមុទ្រនោះហើយបន្ទាប់មកបានចូលគ្រប់គ្រងរាងកាយនោះទោះជាយ៉ាងណាក៏ដោយការធ្វើបែបនេះបែរជាធ្វើឲ្យខ្ជះខ្ជាយព្រលឹងដ៏ល្អមួយទៅវិញប៉ុន្តែស៊ីឈីងមិនបាននិយាយអ្វីអំពីការនេះទេផ្ទុយទៅវិញគាត់បានងាកខ្លួនហើយធ្វើដំណើរឆ្ពោះទៅរកនាវាចម្បាំងទី1នៅពេលគាត់ចូលមកជិតពួកបិសាចសមុទ្របានញ័រខ្លួនហើយទីបំផុតក៏ចាប់ផ្ដើមលោតចេញពីនាវាទោះជាយ៉ាងណាក៏ដោយក្អែកមាសនៅពីក្រោយស៊ីឈីងបានបញ្ចេញច្រវាក់ភ្លើងដែលរំពាត់ពួកគេសំឡេងស្រែកបានបន្លឺឡើងពេញរាត្រីស៊ីឈីងមិនខ្វល់ពីពួកគេទេខណៈដែលគាត់ឈានជើងឡើងលើដំបូលនាវាចម្បាំងរឿងដំបូងដែលគាត់ធ្វើគឺលើកដៃស្ដាំរបស់គាត់ចង្អុលទៅនារីបិសាចសមុទ្រវ័យក្មេងនោះដែលទោះបីជាការឈឺចាប់ធ្វើឲ្យភ្នែករបស់នាងស្រក់ទឹកភ្នែកក៏ដោយក៏នាងនៅតែសម្លឹងមើលគាត់ដោយក្តីកោតសរសើរដល់ភ្លាមនោះរន្ទះបានឆ្វាច់ឆ្វាយខណៈដែលកូនកំបិតខ្មៅបានហោះយ៉ាងលឿនសម្ដៅទៅរកនារីវ័យក្មេងនោះគ្រាន់តែពេលដែលវារៀបនឹងចាក់ទម្លុះថ្ងាសរបស់នាងបិសាចសមុទ្រអាវផាយពណ៌សបានដកដង្ហើមធំលូកដៃចេញហើយទះកូនកំបិតនោះសំឡេងរំញ័រមួយបានបន្លឺឡើងខណៈដែលកូនកំបិតខ្មៅត្រូវបានរុញឲ្យហោះវិលវល់ទៅម្ខាងមួយសន្ទុះក្រោយមកវាក៏ត្រឡប់មកវិញដោយគ្មានការខូចខាតអ្វីឡើយប៉ុន្តែរស្មីធម្មពលដ៏កាចសាហាវរបស់វាកាន់តែរំញ័រខ្លាំងហើយមានចរន្តអគ្គិសនីកាន់តែច្រើនឆ្វាច់ឆ្វាច់ជុំវិញវាបិសាចសមុទ្រអាវផាយពណ៌សសម្លឹងមើលកូនកំបិតខ្មៅនោះឲ្យកាន់តែច្បាស់បន្ទាប់មកសម្លឹងមើលជើងរបស់ស៊ីឈីងនិងក្អែកមាសគេមានអារម្មណ៍ថាចាប់ផ្ដើមឈឺក្បាលហើយទីបំផុតគេសម្លឹងមើលស៊ីឈីងហើយដកដង្ហើមធំម្ដងទៀតសួស្ដីមិត្តតាវនារីវ័យក្មេងម្នាក់នេះពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំណាស់ស៊ីឈីងសម្លឹងមើលបិសាចសមុទ្រអាវផាយពណ៌សគ្រាន់តែឃើញមួយផ្លែតគាត់អាចសន្និដ្ឋានបានថាប្រធានក្រុមកំពុងតែប្រើប្រាស់នារីបិសាចសមុទ្រវ័យក្មេងដ៏សំខាន់ម្នាក់នេះនៅក្នុងផែនការដ៏ឆ្កួតលីលាមួយរបស់គេហើយការវាយប្រហារនាងអំបញ្ញមិញនេះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះហើយដោយតែបានរំពឹងទុកប្រធានក្រុមពិតជាបានលូកដៃដូច្នេះស៊ីឈីងមិនមានការភ្ញាក់ផ្អើលទាល់តែសោះចំពោះពាក្យសម្ដីរបស់គេលើពីនេះទៅទៀតការដែលគេហៅស៊ីឈីងថាមិត្តតាវហាក់ដូចជាបញ្ជាក់បន្ថែមថាគេមិនចង់ឲ្យអត្តសញ្ញាណពិតរបស់គេត្រូវបានលាតត្រដាងឡើយអ្វីទាំងអស់នេះបានបញ្ជាក់ពីទ្រឹស្ដីរបស់ស៊ីឈីងហើយដូច្នេះគាត់មិនស្ទាក់ស្ទើរក្នុងការទាមទារតម្លៃរបស់គាត់ឡើយ100,000ថ្មវិញ្ញាណកែវភ្នែករបស់ប្រធានក្រុមបើកធំសម្លក់គាត់ហើយគេរៀបនឹងនិយាយអ្វីមួយស្រាប់តែព្រះនាងទី3សើចឡើងសិស្សច្បងអាល្អិតគួរឲ្យស្រឡាញ់នេះពិតជាគួរឲ្យខ្លាញ់ណាស់ខ្ញុំគិតថាខ្ញុំចង់ឲ្យវាធ្វើជាអ្នកឈរយាមការពាររបស់ខ្ញុំដែរគ្រាន់តែនាងនិយាយចប់នាងក៏លើកដៃស្ដាំរបស់នាងឡើងដែលនៅលើនោះមានកងដៃមួយកងដៃនោះបញ្ចេញពន្លឺបន្ទាប់មកសម្លេងប្រេះស្រាំក៏បន្លឺចេញពីវាខណៈដែលវាបែកទៅជាចំណែកជាច្រើនដែលហោះចេញមកបន្ទាប់មករមូលចូលគ្នាវិញដើម្បីប្រែរូបរាងជាសាកសពស្ងួតស្វិតមួយវាត្រូវបានរំពាត់ដោយបង់រំពណ៌ក្រហមហើយបញ្ចេញរស្មីធម្មពលដ៏កាចសាហាវយ៉ាងខ្លាំងក្លានៅពេលដែលវាបើកភ្នែកឡើងពួកវាបញ្ចេញពន្លឺពណ៌ក្រហមហើយវាក៏ឈានជើងមួយជំហានមករកស៊ីឈីងពេលដែលជើងរបស់វាប៉ះដីសម្លេងក្រហមក៏បន្លឺឡើងខណៈដែលអណ្ដាតភ្លើងជីវិតពីរក្រុមបានឆេះឡើងនៅក្នុងខ្លួនរបស់វាបន្ទាប់មកអណ្ដាតភ្លើងពណ៌ក្រហមបានរាលដាលគ្របដណ្ដប់រាងកាយទាំងមូលរបស់វាខណៈដែលវាស្ទុះសម្ដៅទៅរកស៊ីឈីងមុនពេលវាអាចចូលមកជិតនិមិត្តសញ្ញារន្ទះរបស់កូនកំបិតខ្មៅបានភ្លឺចែងចាំងហើយវាក៏បាញ់យ៉ាងលឿនសម្ដៅទៅរកសាកសពស្ងួតស្វិតនោះស្រមោលរបស់ស៊ីឈីងក៏បានលាតសន្ធឹងចេញយ៉ាងស្ងៀមស្ងាត់ទៅដល់ជើងរបស់សាកសពនោះជាកន្លែងដែលភ្នែកទាំងអស់របស់វាបើកឡើងនៅពេលដែលភ្នែកជាង100សម្លឹងចំទៅសាកសពស្ងួតស្វិតនោះវាក៏គាំងត្រឹងនៅមួយកន្លែង
ស្រាប់តែមានស្នាមរលួយលេចឡើងពីពេញសាកសពនោះខណៈពេលជាមួយគ្នានោះចំហាយពលយ៉ាងច្រើនសន្ធឹកសន្ធាប់បានហូរចេញពីវាក្នុងពេលជាមួយគ្នានោះកូនកំបិតខ្មៅបានចាក់ទម្លុះបំពង់ករបស់វាបន្ទាប់មកហោះវិលវល់និងចាក់ទម្លុះខ្នងរបស់វាចំណែកឯស៊ីឈីងវិញបានបោះជំហានទៅមុខយ៉ាងលឿនធម្មពលរាងកាយរបស់គាត់ផ្ទុះឡើងខណៈដែលគាត់ទះបាតដៃរបស់គាត់ទៅលើថ្ងាសរបស់សាកសពនោះខ្យល់បានបក់បោកយ៉ាងខ្លាំងជំវិញបាតដៃរបស់គាត់ធ្វើឲ្យវាមើលទៅហាក់ដូចជាគ្មានអ្វីអាចបញ្ឈប់បានឡើយសាកសពនោះស្រែករោរាងកាយរបស់វាបញ្ចេញពន្លឺពណ៌ក្រហមខណៈដែលវាវាយបកប្រឆាំងនឹងការវាយប្រហាររបស់ស៊ីឈីងប៉ុន្តែស៊ីឈីងមិនបានបង្អង់សូម្បីតែ1វិនាទីឡើយគាត់បត់ដៃហើយវាយកែងដៃរបស់គាត់ទៅលើធ្គាមរបស់សាកសពនោះសំឡេងប្រេះស្រាំយ៉ាងខ្លាំងបានបន្លឺឡើងសាកសពស្ងួតស្វិតនោះអាចទប់ទល់នឹងការវាយប្រហារទី1បានប៉ុន្តែមិនអាចទប់ទល់នឹងការវាយប្រហារទី2បានទេក្បាលរបស់វាបានផ្ទុះឡើងបង្ហាញឲ្យឃើញថាទោះបីជាវាមានសាច់និងឈាមក៏ដោយក៏វាគ្មានធម្មពលវិញ្ញាណនៅក្នុងខ្លួននោះទេវាគ្រាន់តែជាអាយ៉ងប៉ុណ្ណោះតាមពិតក្បាលដែលបែកបាក់នោះក៏បានបង្ហាញឲ្យឃើញនៅសរសៃរំអិលរាប់មិនអស់ដែលកំពុងតែរមួលនិងកម្រើកហាក់ដូចជាចាប់ផ្ដើមដំណើរការជួសជុលអាយ៉ងនោះឡើងវិញកៅភ្នែករួមតូចស៊ីឈីងលោតទៅមុខហើយវាយជង្គង់របស់គាត់ទៅលើសាកសពនោះធ្វើឲ្យវាថយក្រោយទាំងត្រេតត្រោតពោះរបស់វាត្រូវបានកំទេចប៉ុន្តែទោះជាយ៉ាងនេះក្តីវានៅតែបន្តជួសជុលខ្លួនឯងដដែលបញ្ចេញសម្លេងយ៉ាងត្រជាក់ស៊ីឈីងបានប្រើប្រាស់ក្អែកមាសស្រូបយកសពវិញ្ញាណនៅពីក្រោយគាត់ក្អែកមាសបានបញ្ចេញសម្លេងស្រែកខណៈដែលវាហោះសម្ដៅទៅរកអាយ៉ងនោះខណៈដែលអណ្ដាតភ្លើងពណ៌ខ្មៅបក់ទៅគ្រប់ទិសទីអាយ៉ងនោះក៏ត្រូវបានរំពាត់សូម្បីតែពេលដែលវាកំពុងជួសជុលខ្លួនឯងក៏ដោយក៏ក្អែកមាសបានស្រូបយកវាទៅហើយបន្ទាប់មកក្អែកមាសបានលូកក្រញាំទាំង3របស់វាចេញមកចាប់យកអាយ៉ងសាកសពដែលត្រូវបានកំទេចនោះរួចហែកវាជាបំណែកខណៈដែលក្អែកមាសកំពុងឈរនៅលើសាកសពដែលរហែកខ្ទេចខ្ទីនោះដុំឈាមពណ៌ខៀវដ៏ងងឹតរហូតសឹងតែខ្មៅក៏បានហោះឡើងហើយចូលទៅក្នុងមាត់របស់ក្អែកមាសអាយ៉ងសាកសពនោះត្រូវបានស្រូបយកហើយពេលនេះក៏រលាយទៅជាផេះបន្ទាប់មកក្អែកមាសក៏ហោះត្រឡប់មករកស៊ីឈីងវិញដោយបន្សល់ទុកនៅរលកអណ្ដាតភ្លើងដែលរវើកតាមខ្យល់វាឈប់នៅខាងស្ដាំដៃរបស់ស៊ីឈីងជាកន្លែងដែលវាសម្លឹងត្រឡប់ទៅនារីវ័យក្មេងនិងបិសាចសមុទ្រអាវផាយពណ៌សដោយកែវភ្នែកត្រជាក់ល្ហឹមវាគឺជាទិដ្ឋភាពដ៏អស្ចារ្យនិងស្រស់ស្អាតបំផុតអស្ចារ្យមែនព្រះនាងទី3ស្រែកឡើងដោយក្តីរំភើបអរគុណអាល្អិតដែលបានជួយខ្ញុំកុំចាត់កងដៃដែលព្រះបិតាដ៏គួរឲ្យស្អប់របស់ខ្ញុំបានឲ្យមកខ្ញុំបានសាកល្បងវិធីជាច្រើនសូម្បីតែទៅបង្ករឿងជាមួយសត្រូវគ្រប់ប្រភេទក៏គ្មានអ្នកណាអាចសម្លាប់របស់នោះបានដែរសិស្សច្បងស៊ីឈីងខ្ញុំដឹងតាំងពីដំបូងមកហើយថាលោកមិនមែនជាបិសាចសមុទ្រពិតប្រាកដទេលោកមិនចង់ធ្វើជាអ្នកឈរយាមការពាររបស់ខ្ញុំពិតប្រាកដទេមែនអត់លោកនេះខូចមែនហើយលោកថែមទាំងនិយាយថាលោកស៊ីឈីងនឹងត្រូវរន្ទះឋានសួគ៌បាញ់5ដងប្រសិនបើលោកមិនគោរពពាក្យសន្យាធ្វើជាអ្នកឈរយាមការពាររបស់ខ្ញុំលោកក៏កុហកដែរពេលលោកនិយាយថាលោកស៊ីឈីងនឹងធ្វើជាស្វាមីរបស់ខ្ញុំនោះមែនអត់ប៉ុន្តែមិនអីទេតាមពិតលោកមកពីបនិត្រាឈាម7តើមែនអត់សិស្សច្បងស៊ីឈីងខ្ញុំគិតថានោះមានន័យថាលោកនិងអាល្អិតគួរឲ្យស្រឡាញ់ម្នាក់នេះស្គាល់គ្នារួចទៅហើយលោកប្រហែលជាចង់ឲ្យខ្ញុំលួចនាំលោកចូលទៅក្នុងទឹកដីបិសាចសមុទ្រហើយតើលោកកំពុងតាមរកកំណប់ដ៏មានតម្លៃមែនទេឬតើលោកចង់បំផ្លាញតំបន់សម្ងាត់ណាមួយខ្ញុំមិនខ្វល់ថាវាជាអ្វីទេខ្ញុំអាចជួយលោកបានខ្ញុំដឹងរឿងជាច្រើនប៉ុន្តែមានលក្ខខណ្ឌតែមួយគត់លោកត្រូវតែយកខ្ញុំទៅជាមួយដែរព្រះនាងទី3នៅតែមើលទៅរំភើបយ៉ាងខ្លាំងប៉ុន្តែបន្ទាប់មកនាងក៏ចាប់អារម្មណ៍ឃើញទឹកមុខចម្លែករបស់បិសាចសមុទ្រអាវផាយពណ៌សមានរឿងអីទៅសិស្សច្បងស៊ីឈីងចំណែកឯស៊ីឈីងវិញកំពុងសម្លឹងមើលប្រធានក្រុមដោយគ្មានទឹកមុខអ្វីទាំងអស់ហើយចង្គៀងជីវិតរបស់គាត់កំពុងឆេះកាន់តែក្តៅឡើងក្តៅឃើញអណ្ដាតភ្លើងឆេះកាន់តែក្តៅនៅក្នុងខ្លួនស៊ីឈីងទឹកមុខរបស់ប្រធានក្រុមក៏ប្រែប្រួលគុំសម្លាប់នាងអីគេប្រញាប់ស្រែកឡើងខ្ញុំត្រូវការនាងមិនទាន់ទាំងនិយាយចប់ផងស៊ីឈីងបានធ្វើចលនាយ៉ាងលឿនស្លេវមកដល់ចំពីមុខព្រះនាងទី3បាត់ទៅហើយខណៈដែលនាងកំពុងដកដង្ហើមធំគាត់បានលើកដៃស្ដាំឡើងរួចទះកំភ្លៀងនាងមួយទំហឹងសំឡេងផ្ទុះមួយបានបន្លឺឡើងឈាមបានខ្ទាតចេញពីមាត់របស់នាងខណៈដែលនាងហោះថយក្រោយប្រៀបដូចជាខ្លែងដាច់ខ្សែបោកផ្ទប់នឹងបង្កាន់ដៃនាវាហើយធ្លាក់ចេញទៅក្រៅទោះជាយ៉ាងណាក៏ដោយមុនពេលនាងធ្លាក់ដល់ទឹកក្អែកមាសបានបញ្ចេញច្រវាក់ភ្លើងពណ៌ខ្មៅរុំព័ទ្ធខ្លួននាងហើយទាញនាងត្រឡប់មកលើនាវាវិញទម្លាក់ចោលនៅពីមុខប្រធានក្រុមស៊ីឈីងមិនបានសម្លាប់នាងទេបើគាត់ចង់គាត់អាចសម្លាប់នាងតាំងពីវាយប្រហារលើកដំបូងម្លេះប៉ុន្តែគាត់បានយកចិញ្ចៀនផ្ទុករបស់នាងទៅបាត់ហើយព្រះនាងទី3ក្អួតឈាមមួយមាត់ទៀតឆ្អឹងពាក់កណ្ដាលនៅក្នុងខ្លួនរបស់នាងត្រូវបានបាក់ខ្ទេចខ្ទីប៉ុន្តែមិនមានការភ័យខ្លាចនៅក្នុងកែវភ្នែករបស់នាងទេមានតែភាពងឿងឆ្ងល់ប៉ុណ្ណោះខណៈដែលឈាមហូរចុះមកតាមចង្ការបស់នាង
នាងសម្លឹងមើលស៊ីឈីងហើយសួរដោយចង់ដឹងថាគេប្រើឈ្មោះលោកដើម្បីធ្វើរឿងគ្រប់យ៉ាងលោកមិនខ្វល់ទេអីលោកមិនគួរទាទោសពីគេទេអីហេតុអីមកវាយខ្ញុំវិញប្រធានក្រុមដកដង្ហើមធំអង្គុយចោមហោមក្បែរនាងហើយនិយាយថាព្រោះនេះជារឿងរវាងពួកយើងជាបងប្អូនវាគ្មានពាក់ព័ន្ធអ្វីនឹងព្រះនាងទេហើយដោយសារតែព្រះនាងជាអ្នកបង្កបញ្ហាតើព្រះនាងចង់ឲ្យគេវាយអ្នកណាទៅបើខ្ញុំជាគេវិញខ្ញុំក៏ធ្វើដូចគ្នាដែរលោកដៃទៅចាប់ដៃម្ខាងរបស់នាងដើម្បីពិនិត្យមើលឆ្អឹងបាក់គេក៏ក្រវីក្បាលបាក់អស់ហើយប៉ុន្តែយ៉ាងហោចណាស់ព្រះនាងនៅតែអាចនិយាយបានបើអាចនិយាយបានមានន័យថាអាចដកដង្ហើមបានចឹងវាល្អហើយទោះជាយ៉ាងណាក៏ដោយព្រះនាងទី3នៅតែមានភាពងឿងឆ្ងល់ហើយមិនគិតថាវាសមហេតុផលតតែសោះដែលស៊ីឈីងវៃនាងតាមពិតទៅនាងថែមទាំងបើកមាត់ចង់សួរសំណួរបន្ថែមទៀតប៉ុន្តែប្រធានក្រុមបានទះបាត់ដៃរបស់គេទៅលើក្បាលរបស់នាងធ្វើឲ្យនាងសន្លប់បាត់ស្មារតីដាក់នាងចូលទៅក្នុងថង់ផ្ទុកពិសេសមួយគេក៏ងាកមកប្រឈមមុខនឹងស៊ីឈីងពេលនេះនៅសល់តែពួកគេ2នាក់ស៊ីឈីងសម្លឹងមើលគេវិញហើយសួរថាឯងស្បត់ដោយប្រើឈ្មោះខ្ញុំហេះទេនាងគ្រាន់តែនិយាយលេងទេប្រធានក្រុមព្រិចភ្នែក2 3ដងរួចស្រែកថាណែឯងជ្រុះកំណត់ហេតុវិញ្ញាណមួយសន្លឹកហើយលោកដៃចុះក្រោមគេបានរៀបរកនៅលើដំបូលនាវារួចក៏យកកំណត់ហេតុវិញ្ញាណតម្លៃ100រកវិញ្ញាណចេញមកដោយទឹកមុខជូរចត់គេក៏ហុចវាទៅឲ្យស៊ីឈីងទទួលយកវាប៉ុន្តែកែវភ្នែករបស់គាត់មិនដែលងាកចេញពីប្រធានក្រុមឡើយត្រូវរន្ទះឋានសួរបាញ់5ដងហារឿងនោះមិនអាចកើតឡើងទេសិស្សប្អូនខ្ញុំគិតថាឯងស្ដាប់មិនសូវច្បាស់ទេលើសពីនេះទៅទៀតខ្ញុំត្រូវតែផ្ដល់ដំបូន្មានស្ថាបនាខ្លះដល់ឯងកុំងាយជឿគេពេកពេលប្រាស្រ័យតាក់ទងជាមួយមនុស្សប្លែកមុខក្នុងនាមជាសិស្សច្បងរបស់ឯងនិងជាចៅហ្វាយរបស់ឯងខ្ញុំដាច់ខាតមិនធ្វើរឿងដោយដែលឯងកំពុងចោទប្រកាន់នេះទេវាដូចជាឯងមិនដែលជំពាក់ថ្មវិញ្ញាណខ្ញុំអញ្ចឹងស្វាមីស៊ីឈីងសួរប្រធានក្រុមដកដង្ហើមធំស៊ីឈីងសម្លក់មើលគេមួយសន្ទុះធំក្រោយមកប្រធានក្រុមក៏ទះថ្ងាសខ្លួនឯងមួយទំហឹងស៊ីឈីងគេនិយាយដោយលាក់កំបាំងទាំងចិញ្ចើមរំឡើងចុះបំភ្លេចរឿងទាំងអស់នោះចោលទៅខ្ញុំមានដំណឹងល្អខ្លះមូលហេតុដែលខ្ញុំបន្លំខ្លួនជាបិសាចសមុទ្រគឺដោយសារតែខ្ញុំចង់បានបេះដូងខ្មោចឆៅកម្រិតខ្ពស់មួយហើយនៅមានទៀតគោលដៅមួយទៀតរបស់ខ្ញុំគឺប្រថុយប្រឋានខ្លាំងណាស់ដូច្នេះដំបូងឡើយខ្ញុំមានបំណងលាក់វាជាការសម្ងាត់ប៉ុន្តែដោយសារតែពួកយើងនៅទីនេះតែ2នាក់ខ្ញុំគិតថាខ្ញុំអាចប្រាប់ឯងបានដោយដែលឯងដឹងស្រាប់ហើយបិសាចសមុទ្រមានកំណប់ទ្របដ៏មានតម្លៃជាច្រើននិងកន្លែងសម្ងាត់កំពូលរឹតតែច្រើនកន្លែងសម្ងាត់កំពូលណាមួយក្នុងចំណោមកន្លែងទាំងនោះអាចផ្លាស់ប្ដូរស្ថានភាពសង្គ្រាមទាំងមូលបានជាការពិតណាស់រឿងនោះវាមិនពាក់ព័ន្ធអ្វីនឹងពួកយើងទាំងពីរទេអ្វីដែលសំខាន់នោះគឺកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះគឺជាគោលដៅចម្បងនៃផែនការរបស់ខ្ញុំកំពុងព្យាយាមទៅរកវត្ថុស័ក្តិសិទ្ធិដ៏ពិសិដ្ឋបំផុតមួយរបស់បិសាចសមុទ្ររូបសំណាកដ៏ពិសិដ្ឋមួយក្នុងចំណោមរូបសំណាកបុព្វបុរសបិសាចសមុទ្រទាំង9យោងតាមរឿងព្រេងបិសាចសមុទ្រចាប់ផ្ដើមក្លាយជាពូជសាសន៍មួយក៏ដោយសារតែរូបសំណាកទាំង9នោះដែរពួកវាជារូបសំណាកដ៏ពិសិដ្ឋដែលធ្វើពីវត្ថុធាតុពិសេសមានតែមួយគ្មានពីរការបំផ្លាញដែលបង្កើតឲ្យមានបិសាចសមុទ្រគឺត្រូវបានធ្វើឡើងដោយរូបសំណាកទាំង9នោះពួកវាត្រូវបានដាក់ពាសពេញទឹកដីដូនតារបស់បិសាចសមុទ្រហើយពួកវាមិនត្រឹមតែជាប្រភពនៃធម្មពលបំផ្លាញប៉ុណ្ណោះទេថែមទាំងត្រូវបានគេស្គាល់ថាជាទីសក្ការៈដែលបិសាចសមុទ្រអាចទទួលបានការព្យាបាលផងដែរអ្វីដែលសំខាន់បំផុតនោះគឺអ្នកខ្លាំងពូកែកំពូលរបស់បិសាចសមុទ្រភាគច្រើនកំពុងតែនៅសមរភូមិជួរមុខដែលមានន័យថាការការពារនៅទឹកដីដូនតារបស់ពួកវាគឺទន់ខ្សោយណាស់ទោះបីជាពួកវាមានវិធានការខ្លះដើម្បីរក្សាសុវត្ថិភាពក៏ដោយក៏នារីវ័យក្មេងដែលឯងស្ទើរតែវ័យសម្លាប់នោះគឺជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងសង្គមបិសាចសមុទ្រនាងគឺជាព្រះនាងទី3របស់ពួកវាហើយបើមាននាងជួយនាំផ្លូវពួកបិសាចសមុទ្រនឹងមិនមានការសង្ស័យតតែសោះហើយនៅពេលដែលពួកវាដឹងខ្លួនថាមានរឿងអ្វីកើតឡើងពួកយើងក៏រត់ទៅដល់ណាទៅណាបាត់ទៅហើយប្រធានក្រុមមានកែវភ្នែកដូចគ្នាទៅនឹងអ្វីដែលស៊ីឈីងចាំបានថាធ្លាប់ឃើញនៅប្រជុំកោះមច្ឆាមុនពេលគេធ្វើរឿងដ៏ឈួតលីលាណាមួយពេលឮការបញ្យល់នេះកែវភ្នែករបស់ស៊ីឈីងរួមតូចជាក់ស្ដែងការលួចចូលទៅក្នុងទឹកដីដូនតារបស់បិសាចសមុទ្រគឺជាទង្វើមួយដែលត្រូវការភាពក្លាហានយ៉ាងខ្លាំងហើយវាមិនមែនគ្រាន់តែជាការលួចចូលទៅក្នុងទឹកដីដូនតារបស់ពួកវាប៉ុណ្ណោះទេផែនការនេះក៏ពាក់ព័ន្ធនឹងការស្វែងរកវត្ថុស័ក្តិសិទ្ធិរបស់បិសាចសមុទ្រផងដែររឿងនោះទោះបីជាប្រើពាក្យថាក្លាហានក៏នៅតែមិនគ្រប់គ្រាន់ដើម្បីពណ៌នាដែរទោះបីជាពេលនេះទឹកដីដូនតារបស់បិសាចសមុទ្រមានសភាពស្ងាត់ជ្រងំជាងធម្មតាក៏ដោយក៏វានៅតែជារឿងមួយដែលមានតែមនុស្សឈួតលីលាពិតប្រាកដប៉ុណ្ណោះទើបហ៊ានធ្វើស៊ីឈីងសម្លឹងមើលប្រធានក្រុមយ៉ាងជ្រៅដោយគិតថាគេពិតជាឈួតលីលាដូចមុនមិនខុសសោះស្របពេលដែលគាត់រៀបនឹងបដិសេធមិនជួយប្រធានក្រុមក៏បន្តនិយាយដោយក្តីរំភើបរូបសំណាកបុព្វបុរសបិសាចសមុទ្រនីមួយៗសុទ្ធតែមានធម្មពលដ៏គួរឲ្យភ្ញាក់ផ្អើលព្រមទាំងមានភាពជាព្រះដ៏ខ្លាំងក្លាឥតផ្ទឹមហើយពួកវាមិនត្រឹមតែមានប្រយោជន៍សម្រាប់តែបិសាចសមុទ្រប៉ុណ្ណោះទេអ្នកវឹកហាត់ជាមនុស្សក៏អាចប្រើពួកវាបានដែរពួកវាអាចជួយបើករន្ធជីបចរបានយ៉ាងងាយស្រួលខ្ញុំធ្លាប់ឮគេនិយាយថាប្រសិនបើឯងគ្រាន់តែខំមួយម៉ាត់តូចចេញពីរូបសំណាកណាមួយនោះ
ឯងអាចបើករន្ធជីបចរបានរាប់សិបយ៉ាងងាយស្រួលពេលស៊ីឈីងលឺដូច្នេះពិបដិសេធរបស់គាត់ក៏ស្ទះនៅក្នុងបំពង់កហើយបេះដូងរបស់គាត់ក៏ចាប់ផ្ដើមលោតញាប់ពេលនេះគាត់បើករន្ធជីបចរបាន49ហើយចំណែករន្ធទី50ទើបតែប្រេះបន្តិចប៉ុណ្ណោះហើយនៅឆ្ងាយណាស់ទម្រាំតែអាចបើកបានទាំងស្រុងមកដល់ចំណុចនេះការបើករន្ធជីបចរគឺពិតជាពិបាកខ្លាំងណាស់ជាទូទៅអ្នកវឹកហាត់បែងចែករន្ធជីបចរជា10និយាយឲ្យចំទៅការឡើងពី40ទៅ50គឺជាការបង្កើនសមត្ថភាពដ៏ធំមួយហើយវិធីតែមួយគត់ដើម្បីបើករន្ធជីបចរបន្ទាប់គឺត្រូវសម្លាប់សត្រូវដែលមានអណ្ដាតភ្លើងជីវិតតាមពិតទៅស៊ីឈីងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សបើគ្មានគម្ពីរលេបត្របាក់ប្រលឹងអណ្ដាតភ្លើងខ្មៅនិងសង្គ្រាមនេះទេគាត់ច្បាស់ជាពិបាកនឹងមានការរីកចម្រើនលឿនបែបនេះណាស់ជាធម្មតាអ្នកវឹកហាត់កម្រិតសាងគ្រឹះត្រូវចំណាយពេល10ឆ្នាំដើម្បីចាប់ផ្ដើមអណ្ដាតភ្លើងជីវិតទី1របស់ពួកគេចំណែកឯអណ្ដាតភ្លើងទី2វិញការចំណាយពេល30ឆ្នាំឬច្រើនជាងនេះគឺជារឿងធម្មតាទេហើយជាការពិតណាស់ពួកគេត្រូវប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិតព្រមទាំងបញ្ហាប្រឈមក្នុងការបន្សាបចំហាយពុលផងដែរហើយដូច្នេះហើយទើបមិនសូវមានអ្នកវឹកហាត់ច្រើនទេដែលមានអណ្ដាតភ្លើងជីវិត2ក្រុមចំណែកឯអណ្ដាតភ្លើងជីវិត3ក្រុមវិញជាទូទៅត្រូវចំណាយពេលយូរជាងនេះទៅទៀត50ទៅ60វាច្បាស់ជាត្រូវការធម្មពលព្រលឹងច្រើនណាស់ស៊ីឈីងមានអារម្មណ៍ថាគាត់កំពុងតែមានការរីកចម្រើនមិនលឿនគ្រប់គ្រាន់ទេដូច្នេះហើយការពិពណ៌នារបស់ប្រធានក្រុមអំពីរូបសំណាកបុព្វបុរសបិសាចសមុទ្រគឺពិតជាតាក់ទាញខ្លាំងណាស់បន្ទាប់ពីគិតមួយសន្ទុះគាត់ក៏សម្លឹងមើលទៅថង់ផ្ទុកដែលមានព្រះនាងទី3នៅក្នុងនោះខ្ញុំមិនទុកចិត្តនាងទេគាត់និយាយកុំបារម្ភពីរឿងនោះខ្ញុំនឹងចាត់ចែងវាប្រធានក្រុមនិយាយទាំងទះទ្រូងខ្លួនឯងម្យ៉ាងទៀតឯងមិនដឹងពីស្ថានភាពរបស់នាងទេបើឯងដឹងឯងច្បាស់ជាអាណិតនាងមិនខានជឿខ្ញុំចុះស៊ីឈីងក្រវីក្បាលប្រសិនបើភាពជោគជ័យទាំងមូលនៃផែនការនេះពឹងផ្អែកលើព្រះនាងទី3នោះនាងត្រូវតែនៅខាងពួកគេដោយស្មោះត្រង់នោះគឺជាវិធីតែមួយគត់ដែលពួកគេអាចលួចចូលទៅក្នុងទឹកដីដូនតារបស់បិសាចសមុទ្របានដោយជោគជ័យនាងត្រូវតែជួយបិទបាំងពួកគេដើម្បីឆ្លងកាត់ការការពារការត្រួតពិនិត្យទាំងអស់និងអ្វីផ្សេងទៀតដែលរារាំងផ្លូវរបស់ពួកគេដើម្បីទៅដល់រូបសំណាកបុព្វបុរសបិសាចសមុទ្រសូម្បីតែការផ្លោះស្នៀតបន្តិចបន្តួចក្នុងដំណើរការនោះក៏នឹងធ្វើឲ្យពួកគេត្រូវវិនាសដោយគ្រោះមហន្តរាយរាប់មិនអស់ដែរប្រធានក្រុមព្រិចភ្នែក2-3ដងពេលឃើញស៊ីឈីងកំពុងស្ទាក់ស្ទើរបន្ទាប់មកគេក៏សើចកក់ក្អឹកមើលចុះមានវិធីងាយស្រួលមួយដើម្បីដោះស្រាយបញ្ហានេះខ្ញុំគ្រាន់តែបន្លំខ្លួនឯងឲ្យទៅជាព្រះនាងទី3ទៅជាការស្រេចខ្ញុំនៅក្បែរនាងយូរល្មមនិងស្គាល់នាងច្បាស់ហើយខ្ញុំក៏ទទួលបានព័ត៌មានជាច្រើនអំពីនាងផងដែរខ្ញុំមិនអាចអួតថាខ្ញុំស្គាល់នាងច្បាស់ដូចបាតដៃខ្ញុំទេប៉ុន្តែខ្ញុំអាចផ្ដល់ដំបូន្មានខ្លះៗដល់ឯងអំពីរបៀបនិយាយដូចជានាងធ្វើកាយវិការដូចជានាងនិងអ្វីផ្សេងទៀតវាប្រហែលជាមិនមានប្រសិទ្ធភាពក្នុងរយៈពេលយូរទេប៉ុន្តែសម្រាប់គោលបំណងរបស់យើងវាគឺគ្រប់គ្រាន់ហើយលើកចិញ្ចើមឡើងស៊ីឈីងនិយាយថាបើឯងស្គាល់នាងច្បាស់ម្លេះឯងបន្លំខ្លួនជាតួនាងទៅអនុប្រធានក្រុមស៊ីឈីងខ្ញុំជាចៅហ្វាយរបស់ឯងណាប្រធានក្រុមនិយាយយ៉ាងម៉ឺងម៉ាត់ស្វាមីស៊ីឈីងតបទឹកមុខរបស់ប្រធានក្រុមស្រាប់តែលែងសូវម៉ឺងម៉ាត់ដូចមុនគេដកដង្ហើមធំចុះបើយើងភ្នាល់គ្នាបន្តិចទៅអ្នកណាចាញ់ត្រូវតែធ្វើជាព្រះនាងទី3យល់ព្រមទេគេសម្លឹងមើលជុំវិញរួចក៏ប្រទះឃើញពស់សមុទ្រមួយក្បាលនៅឯទីឆ្ងាយតាមមើលទៅវាមិនសូវឆ្លាតប៉ុន្មានទេព្រោះវាកំពុងសម្លក់មើលនាវាចម្បាំងរបស់ពួកគេយ៉ាងកាចសាហាវអាមួយនោះអ្នកណាសម្លាប់វាបានអ្នកនោះឈ្នះគ្រាន់តែនិយាយចប់ភ្លាមប្រធានក្រុមបានបញ្ឆេះអណ្ដាតភ្លើងជីវិតរបស់គេហើយស្របពេលជាមួយគ្នានោះក៏បញ្ចេញថាមពលត្រជាក់ដ៏គួរឲ្យភ្ញាក់ផ្អើលដែលបង្កអ្វីនៅជុំវិញខ្លួនរួមទាំងស៊ីឈីងផងដែរបន្ទាប់មកគេក៏ស្ទុះហោះសម្ដៅទៅរកពស់នោះក្នុងពេលជាមួយគ្នានោះដៃដ៏ធំមួយក៏លេចឡើងនៅលើផ្ទៃទឹកក្រហមសម្ដៅទៅរកពស់សមុទ្រនោះកៅភ្នែករបស់ស៊ីឈីងរួមតូចនៅពីក្រោយគាត់ក្អែកមាសបានស្រែករោឡើងធ្វើឲ្យអណ្ដាតភ្លើងផ្ទុះឡើងដែលបន្សាបថាមពលត្រជាក់របស់ប្រធានក្រុមស៊ីឈីងក៏ស្ទុះហោះចេញទៅដែរក្នុងពេលជាមួយគ្នានោះគាត់បានកោះហៅដៃដ៏ធំមួយដែលមិនមែនបាញ់សម្ដៅទៅរកពស់សមុទ្រទេប៉ុន្តែបាញ់សម្ដៅទៅរកក្បាច់គុណវេទមន្តរបស់ប្រធានក្រុមទៅវិញសំឡេងក្រហមបានបន្លឺឡើងខណៈដែលដៃទាំងពីរបោកផ្ទប់គ្នាបន្ទាប់មកស៊ីឈីងបានហោះបុកប្រធានក្រុមហើយសំឡេងក្រហមដ៏ថ្លង់រឹតតែខ្លាំងក៏បានបន្លឺឡើងក្នុងពេលជាមួយគ្នានោះយូលីងជឺបានបញ្ជាកូនកំិតខ្មៅឲ្យបាញ់សម្ដៅទៅរកពស់សមុទ្រនោះទោះជាយ៉ាងណាក៏ដោយសូម្បីតែពេលដែលរន្ទះកំពុងឆ្វាច់ឆ្វាយជុំវិញកូនកំិតនោះក៏ដោយក៏ថាមពលត្រជាក់មួយបានបោកបក់មករកវាសំឡេងប្រេះស្រាំបានបន្លឺឡើងខណៈដែលវាត្រូវបានបង្កកធ្វើឲ្យយូលីងជឺភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមិនអាចវាយបកបានទឹកកកក៏បានកកនជុំវិញពស់សមុទ្រនោះដែរធ្វើឲ្យវាកាំងត្រឹងនៅមួយកន្លែងប៉ុន្តែបន្ទាប់មកក្អែកមាសក៏បានស្រែករោឡើងហើយភ្លើងក៏បានឆេះសន្ធោសន្ធៅរំលាយទឹកកកនោះអស់
ស៊ីឈីងលើកដៃឡើងហើយកំបិតឋានសួគ៌ក៏កាប់ចុះមកដោយមានកម្លាំងដោយបន្ទុះភ្នំភ្លើងក្នុងពេលជាមួយគ្នានោះគាត់បានក្តាប់ដៃជាកណ្ដាប់ដៃហើយដាល់ចេញទៅដោយប្រើប្រាស់ធម៌ពលរាងកាយរបស់គាត់រួមជាមួយនឹងក្អែកមានស្រូបយកសពវិញ្ញាណការដាល់ដ៏គួរឲ្យភ្ញាក់ផ្អើលនោះបានបង្កើតជាខ្យល់គួចមួយនៅពីមុខស៊ីឈីងក្នុងពេលជាមួយគ្នានោះវាក៏បញ្ចេញនៅចំហាយពុលនៃពឹសខ្មោចឆៅផងដែរកៅភ្នែករបស់ប្រធានក្រុមរួមតូចហើយគេបានធ្វើកាយវិការសូត្រមន្តដើម្បីទប់ស្កាត់ការវាយប្រហារនេះសម្លេងផ្ទុះដ៏ធំមួយបានបន្លឺឡើងហើយប្រធានក្រុមក៏ដើរថយក្រោយទាំងត្រេតត្រោតចំណែកឯស៊ីឈីងវិញបានបង្កើនល្បឿនទើបតែបែកគ្នាមួយរយៈសោះឯងផ្លាស់ប្ដូរខ្លាំងម្លេះប្រធានក្រុមស្រែកឡើងធម៌ពលរាងកាយរបស់ឯងខ្លាំងហួសពីការស្មានទៅហើយបូករួមជាមួយនឹងសភាពពន្លឺអច្ឆរិយៈរបស់ឯងទៀតឯងសឹងតែអាចប្រៀបបាននឹងកម្រិតអណ្ដាតភ្លើង3ក្រុមទៅហើយចុះពឹសខ្មោចឆៅនោះវិញឯងមើលទៅដូចជាបិសាចសមុទ្រជាងខ្ញុំទៅទៀតឯងកំពុងតែធ្វើបាបខ្ញុំដោយប្រើក្បាច់គុណកម្រិតអធិរាជនោះហើយកៅភ្នែករបស់ប្រធានក្រុមបញ្ចេញពន្លឺនៃភាពឈួតលីលាដើម្បីធានាថាស៊ីឈីងត្រូវតែបន្លំខ្លួនជាព្រះនាងទី3ហើយក៏ដើម្បីរក្សាមុខមាត់ខ្លួនឯងផងដែរកៅភ្នែករបស់គេស្រាប់តែបញ្ចេញពន្លឺពណ៌មាសយ៉ាងចែងចាំងនៅខាងក្នុងពន្លឺនោះគឺជានិមិត្តសញ្ញាវេទមន្តពណ៌មាសមួយហើយខណៈដែលវាលោតញាប់គេបានផ្ទុះធម្មពលដែលលើសពីកម្រិតអណ្ដាតភ្លើងពីក្រុមទៅទៀតវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានការស្ដាប់នៅភាគបន្តសូមអរគុណ